ពេលយើងក្តៅខ្លួនឬផ្ដាសាយអាចរួមភេទបានដែរឬទេប្រិយមិត្តទាំងអស់ពិតជាដឹងច្បាស់ហើយថាពេលមិនស្រួលគឺយើងតែងតែមិនមានកម្លាំងធ្វើការដោយសពមួយដងនោះឡើយតែបើនិយាយដល់រឿងរួមភេទវិញអាចថាមានប្រិយមិត្តខ្លះនៅអាចមានចំណងខ្លះដែរយ៉ាងណាមិញគ្នាយើងមិនគួររួមភេទនោះទេបើសិនជាយើងមានអាការៈទាំង3ខាងក្រោមនេះតើអាការៈទាំង3ខាងក្រោមនេះមានអ្វីខ្លះសូមប្រិយមិត្តទាំងអស់ទទួលតាមដានស្ដាប់ដូចតទៅនេះអាការៈទី1អាការៈក្តៅខ្លួនបើសិនជាប្រិយមិត្តយើងទាំងអស់គ្នាមានអាការៈក្តៅខ្លួនជាធម្មតាអាចធ្វើឲ្យយើងរមាស់និងអស់កម្លាំងដែលនេះហើយជាទំនងជាធ្វើឲ្យយើងមិនមានអារម្មណ៍ចំរួមភេទនោះដែរខណៈពេលដែលសីតុណ្ហភាពយើងកំពុងតែឡើងកម្ដៅនោះអ្នកស្រាវជ្រាវខ្លះបាននិយាយថាពេលយើងមានអាការៈក្តៅខ្លួនហើយបើរួមភេទទៀតនោះអាចធ្វើឲ្យយើងគ្រោះថ្នាក់បានគ្រោះថ្នាក់ទាំងនោះគឺធ្វើឲ្យយើងកាន់តែឈឺធ្ងន់ប្រឈមបាត់បង់ជាតិទឹកកាន់តែខ្លាំងនិងធ្វើឲ្យសីតុណ្ហភាពលើខ្លួនយើងឡើងដល់ចំណុចគ្រោះថ្នាក់ថែមទៀតផងជាការល្អយើងត្រូវចងចាំដល់យើងស្រួលវិញសិនទើបរួមភេទសារជាថ្មីអាការៈទី2បើយើងមានជំងឺផ្ដាសាយបើគ្នាយើងមានជំងឺផ្ដាសាយគឺមិនគួររួមភេទនោះឡើយរហូតដល់យើងមានជាសះស្បើយឡើងវិញគ្នាយើងដឹងហើយថាជំងឺផ្ដាសាយជាប្រភេទជំងឺមួយអាចឆ្លងពីម្នាក់ទៅម្នាក់បានពេលយើងនៅជិតស្និទ្ធជាមួយគ្នានោះយ៉ាងណាមិញគ្នាយើងខ្លះដែលមានជំងឺផ្ដាសាយជាធម្មតាមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធនោះទេគ្នាយើងនឹងមានអារម្មណ៍មានក្តីសុខបើសិនជារងចាំដល់ភាពីជំងឺចាំរួមភេទឡើងវិញនោះបានអាការៈទី3មានជំងឺអាចចម្លងទៅដៃគូបានដោយបានរៀបរាប់ខាងលើដែរជំងឺផ្ដាសាយនិងជំងឺមួយចំនួនផ្សេងទៀតសុទ្ធតែអាចចម្លងទៅកាន់ដៃគូយើងបានដូចគ្នាជំងឺធម្មតាមួយចំនួនអាចចម្លងទៅអ្នកផ្សេងទៀតនៅរយៈពេល 2-3 ថ្ងៃដំបូងពេលចាប់ផ្ដើមចេញរោគសញ្ញាហើយជំងឺខ្លះទៀតក៏អាចចម្លងទៅអ្នកផ្សេងពេលកំពុងរោគសញ្ញាដែលមានផងដែរឧទាហរណ៍ដូចជាជំងឺផ្ដាសាយគឺអាចចម្លងទៅអ្នកដទៃបានក្នុងរយៈពេល24ម៉ោងមុនពេលពេញចេញរោគសញ្ញាហើយនៅអាចបន្តចម្លងទៅអ្នកផ្សេងទៀតពី5ទៅ7ថ្ងៃបន្ទាប់ពីចេញរោគសញ្ញាទាំងនេះមានន័យថាទោះបីជាយើងមានអារម្មណ៍ថាបានធូរស្បើយហើយមែនតែទៅអាចចម្លងវីរុសទៅដៃគូរបស់អ្នកបានមួយវិញទៀតបើសិនជាប្រព័ន្ធភាពស៊ាំយើងចុះខ្សោយថែមទៀតនោះយើងនៅតាមតែមានលទ្ធភាពចម្លងទៅដៃគូកាន់តែយូរតាមនឹងផងដែរដូច្នេះហើយដើម្បីសុខភាពឲ្យដៃគូយើងបានល្អគួរពិចារណារឿងរួមភេទទាំងនោះនិងពិភាក្សាជាមួយដៃគូឲ្យបានច្បាស់លាស់និងយល់ចិត្តគ្នាជាមុនសិន